ษัทញាតិញោមបានចូលរួមអង្គកឋិនទានវត្តពោធិបោតនៅពេលនេះប្រាក់ខ្មែរ5លាន20ម៉ឺនរៀលហើយនឹងប្រាក់ដុងចំនួន6លាន600ដុងហើយនឹងប្រាក់ដុល្លារចំនួន250ដុល្លារអនុមោទនានឹងហើយកឋិនប្រមាណមិនអត់មានដុល្លារណាថែមទៀតអត់មានដុល្លារជាស្ដេចថែមទៀតនេះកឋិនអត់កណាថែមទៀតដល់លោកគ្រូថែមហ្មង70ណា7សែនហើយបច្ច័យកសាង3លានរៀលគាត់ហើយនឹងប្រាក់ដុង9លាន800ហើយនឹងប្រាក់ដុល្លារ250ដុល្លារអនុមោទនាបញ្ជាក់មិញកឋិនអត់មានដុល្លារទេណាបងណាបើđangបណ្ដឹងឲ្យសូមញាតិញោមពុទ្ធបរិស័ទក៏សូមគោរពជូនបុណ្យប្រកេតបុណ្យដល់កណ្ណាព្រះអង្គគ្រូគ្រប់ព្រះអង្គសូមបានមានប្រសិទ្ធភាពល្អបរិបូរណ៍មកពួនក្នុងឱកាសពេលនេះក្តីក្នុងពេលណាក្តីសូមបានជួបផ្ទះនៅពុទ្ធពរទាំងឡាយពុនកាយុវណ្ណៈសុខៈពលៈកំបីអខានឡើយក៏សូមគោរពជូនបុណ្យជូនកុសលជូនពរជូនជ័យសិរីមង្គលឬបលសុខគ្រប់ប្រការដល់ពុទ្ធបរិស័ទអស់លោកអ្នកពុទ្ធបរិស័ទដែលមានសទ្ធាទាំងឡាយគ្រប់រូបទាំងអស់សូមបានជួបប្រទះនៅព្រះពុទ្ធពរទាំងឡាយពុនប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីអខានឡើយសូមអនុមោទនាសុខចម្រើនបើសូមប្រកេនកម្មវិធីទៅព្រះអង្គគ្រូចាស់គាត់វិញកណាចប់ភារកិច្ច